ពេលប្រឈមមុខនឹងពស់កាចសាហាវដែលហៀបនឹងរំលោភខ្លួនដើម្បីរក្សាជីវិតកំឡោះនោះបែរជាថាពស់នោះទៅវិញការថើបនេះធ្វើឲ្យពស់នោះរំជើបរំជួលពេញខ្លួនទើបតែប្រែរូបជាមនុស្សភ្លាមនោះក៏លងស្នេហ៍កំឡោះនោះទាញយកប្រយោជន៍ពីពេលដែលពស់នោះស្ទាក់ស្ទើរកំឡោះនោះក៏សង្កត់ពស់នោះពីខាងលើពស់នោះក៏ចូលទៅក្នុងសភាពអៀនខ្មាស់ភ្លាមមិនដឹងសោះថាកំឡោះនោះលួចយកគ្រាប់បែកដៃពីក្រោយខ្នងគាត់ហើយយកទៅច្រកចូលមាត់ពស់នោះភ្លាមមួយសន្ទុះក្រោយមកបន្ទប់ទាំងមូលក៏ត្រូវគ្រាប់បែកដៃបំផ្ទុះខ្ទេចខ្ទីអស់កំឡោះនោះគិតថាពស់អាក្រក់នោះត្រូវគេបំផ្ទុះឲ្យស្លាប់បាត់ទៅហើយប៉ុន្តែ10ឆ្នាំក្រោយមកកំឡោះនោះក្លាយជាថ្នាក់ដឹកនាំធំនៅក្នុងក្រុមហ៊ុនមួយក្លាយជាបុរសដែលគេគ្រប់គ្នាច្រណែនព្រោះប្រពន្ធគាត់ស្អាតខ្លាំងណាស់រាល់ថ្ងៃគាត់យកបាយទៅឲ្យដល់កន្លែងធ្វើការដោយផ្ទាល់ស្នេហារបស់ប្តីប្រពន្ធមួយគូនេះធ្វើឲ្យអ្នកដទៃច្រណែនប៉ុន្តែបន្ទាប់ពីប្រពន្ធគាត់យកបាយឲ្យហើយចាក់ចេញទៅមិត្តរួមការងាររបស់បុរសនោះបែរជាសួរសំណួរចម្លែកមួយនៅផ្ទះងឹតភ្នែកមែនទេចៅហេងហាក់ដូចជាស្រឡាំងកាំងនឹងសម្ដីមិត្តសម្លាញ់របស់គេដោយសារតែបទពិសោធន៍ពីមុនបានធ្វើឲ្យគេខ្លាចសត្វពស់បំផុតក្នុងជីវិតនេះមិត្តសម្លាញ់និយាយថាគេធំក្លិនឆ្អាបពស់ពីខ្លួនប្រពន្ធរបស់គេចៅហេងប្រាប់គេថាមិនអាចទៅរួចទេគេនឹងប្រពន្ធរស់នៅជាមួយគ្នាយ៉ាងយូរមកហើយមិនដែលធំក្លិនឆ្អាបពស់សំបីតែបន្តិចគ្រួសារខ្ញុំចិញ្ចឹមឆ្កែតាំងពីដូនតាខ្ញុំមានប្រតិកម្មខ្លាំងបំផុតនឹងក្លិនបែបនេះក្លិនស្អុយពស់នេះគឺចេញមកពីខ្លួនបងថ្លៃស្រីចៅហេងឆៃមិនជឿសម្ដីប្អូនទេថែមទាំងថាគាត់ប្រកាសជាធំក្លិនខុសស្រាប់តែប្អូននឹកឃើញអ្វីមួយហើយសួរគាត់ថាតើបងថ្លៃស្រីខ្លាចអ្វីជាងគេចៅហេងនឹកឃើញភ្លាមថាប្រពន្ធគាត់ខ្លាចមន់ជុលបំផុតពេលមិត្តល្អយភ្លាមក៏យកស្របព្រោះមន់ជុលជាវត្ថុសម្រាប់កម្ចាត់ធាតុអវិជ្ជមានជាពិសេសសត្វពស់កណ្ដៀរនិងសត្វអាក្រក់ផ្សេងបើខ្ញុំមិនខុសទេប្រហែលជាបងថ្លៃស្រីមិនមែនជាមនុស្សទេពេលនោះចៅហេងស្ទើរតែបាត់បង់ស្មារតីដោយសារសម្ដីរបស់គេតែពេលគិតឲ្យល្អិតល្អន់ទៅគាត់គិតថាប្រកាសជាបងប្អូនប្រុសលួចស្រឡាញ់ប្រពន្ធគាត់ទើបបង្កើតរឿងកុហកបែបនេះដើម្បីបំបែកគាត់និងប្រពន្ធបងប្អូនល្អខឹងនឹងពាក្យសម្ដីរបស់គាត់រហូតលែងនិយាយរកប៉ុន្តែនៅពេលយប់ចៅហេងត្រឡប់មកផ្ទះវិញឃើញប្រពន្ធកំពុងងូតទឹកគាត់រើសសម្លៀកបំពាក់ប្រពន្ធគាត់ខ្ញុំមានអារម្មណ៍ថាមានអ្វីនៅខាងក្នុងពេលបើកមើលស្រាប់តែឃើញស្បែកពស់មួយសន្លឹកចៅហេងភ័យញ័រជើងភ្លាមប្រពន្ធគាត់ឮសំឡេងក៏មកមើលចៅហេងប្រញាប់សួរគាត់ថាស្បែកពស់នេះមកពីណាពេលប្រពន្ធឃើញស្បែកពស់ក៏ភ្ញាក់ផ្អើលដែរហើយប្រាប់ប្តីឲ្យប្រញាប់បោះស្បែកពស់ចោលនិយាយរួចក៏ប្រញាប់ទៅធ្វើម្ហូបឲ្យគាត់ចៅហេងរំភើបនឹងភាពល្អរបស់ប្រពន្ធរហូតភ្លេចរឿងពស់លុះដល់ថ្ងៃបន្ទាប់បងប្អូនល្អសួរថាតើគាត់រកឃើញពស់នៅផ្ទះឬអត់ចៅហេងថាគាត់បានឲ្យខាងគ្រប់គ្រងអចលនទ្រព្យទៅពិនិត្យមើលផ្ទះហើយស្រាប់តែអ្នកចាត់ការអចលនទ្រព្យខលមកហើយប្រាប់ថាគេរកឃើញពស់ច្រើនណាស់នៅក្នុងផ្ទះគាត់ហើយនៅលើគ្រែក្នុងបន្ទប់គេងរបស់គាត់ទៀតគេប្រទះឃើញសម្បុកពស់ក្នុងនោះមានពស់តូចយ៉ាងតិចរាប់រយក្បាលចៅហេងស្មានថាអ្នកគ្រប់គ្រងអចលនទ្រព្យនិយាយលេងតែពេលឃើញរូបភាពដែលអ្នកគ្រប់គ្រងផ្ញើមកគាត់ត្រូវតែជឿថាមានពស់ពិតមែនចៅហេងចាប់ដៃមិត្តសម្លាញ់របស់គាត់ហើយសួរថាតើគាត់ជាអ្នកធ្វើឬអត់មិត្តសម្លាញ់មិនបានឆ្លើយគាត់ទេតែបែរជាសួរគាត់ថារៀបការជាមួយបងថ្លៃស្រីប៉ុន្មានឆ្នាំហើយធ្លាប់រួមរយៈគ្នាអត់ពាក្យទាំងនេះដូចជាកំបិតមុតស្រួចចាក់ចូលចំក្នុងបេះដូងជូហេងព្រោះប៉ុន្មានឆ្នាំមកនេះរាល់ពេលដែលគាត់ចង់រួមរយៈជាមួយប្រពន្ធតែងតែត្រូវនាងបដិសេធដោយហេតុផលផ្សេងមូលហេតុដែលប្រពន្ធថៃមិនរួមរយៈជាមួយឯងនោះគឺដោយសារតែគាត់ទើបប្រែក្លាយជាមនុស្សគាត់មិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការរួមភេទទេបងប្អូនល្អនិយាយថាប្រពន្ធបងប្រកាសជាបានបដិសេធគាត់ម្ដងហើយឆាប់នេះរាងកាយរបស់គាត់នឹងចូលទៅក្នុងពេលដែលខ្សោយបំផុតពេលនោះគាត់នឹងផ្ដួចផ្ដើមរួមដំណេកជាមួយអ្នកដើម្បីស្រូបយកធម៌ពលរបស់អ្នកបងប្អូនល្អប្រាប់គាត់ឲ្យចាក់ចេញពីប្រពន្ធបងឲ្យបានលឿនបន្ទាប់មកគាត់ក៏គិតលេខប្រាប់ជើហេងថាពេលថ្ងៃក្រោយគឺជាថ្ងៃដែលអ្នកទុនខ្សោយបំផុតមិនជឿចាំមើលទៅនិយាយរួចគាត់ក៏ឲ្យប្រអប់ឈើមួយទៅជើហេងទៀតហើយផ្ដាំថាត្រូវតែយកតាមខ្លួនជានិច្ចពេលសំខាន់អាចជួយសង្គ្រោះជីវិតអ្នកបានល្ងាចនេះជើហេងត្រឡប់មកផ្ទះវិញដើម្បីបំបត្តិគំនិតរបស់បងប្អូនល្អគាត់សម្រេចចិត្តយប់នេះត្រូវរួមដំណេកជាមួយប្រពន្ធឲ្យបានតែប្រពន្ធបែរជាបដិសេធគាត់ម្ដងទៀតហើយឲ្យគាត់រងចាំ3ថ្ងៃទៀត3ថ្ងៃក្រោយនាងនឹងប្រគល់ខ្លួនឲ្យគាត់ទាំងស្រុងលើបែបនេះធ្វើឲ្យជើហេងមានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់មកប្រពន្ធប្រាប់គាត់ថា3ថ្ងៃក្រោយទៅលេងភ្នំធំជាមួយគ្នាមិត្តសម្លាញ់របស់គាត់បានបើកផ្ទះសំណាក់មួយនៅលើភ្នំហើយលើកនេះខ្ញុំចង់ប្រគល់ខ្លួនទាំងស្រុងទៅឲ្យប្រពន្ធរបស់ខ្ញុំពេលនិយាយចប់គាត់ក៏ប្រាប់ថាទៅរៀបចំទឹកលាងជើងឲ្យគាត់ពេលគាត់ចេញទៅចៅហេងបានស្វែងរកផ្ទះសំណាក់នោះហើយរកឃើញថាទីតាំងគឺនៅសេសានមិនយូរប៉ុន្មាន3ថ្ងៃក្រោយមកក៏មកដល់ចៅហេងព្រួយបារម្ភក្នុងចិត្តមកដល់សេសានជាមួយប្រពន្ធរបស់គាត់ហើយបានជួបជាមួយសម្លាញ់ល្អរបស់គាត់គឺសៀវឈីងនៅពេលល្ងាចសៀវឈីងបានរៀបចំអាហារបំពន់ជាច្រើនឲ្យគាត់ថែមទាំងនិយាយថាបើថ្ងៃនេះញ៉ាំអាហារទាំងនេះអាចមានកម្លាំងច្រើនពេលនិយាយចប់នាងថែមទាំងរៀបចំស្រាថ្នាំមួយកែវទៀតចៅហេងមិនបានគិតអ្វីក៏ផឹកវាភ្លាមមិនទាន់ស្រាចូលពូផងគាត់មានអារម្មណ៍ស្រវឹងស្រឿងសៀវឈីងឲ្យពួកគេទៅបន្ទប់ថែមទាំងថាយប់នេះគ្មានអ្នកណាមករំខានពួកគេទេមិនយូរប៉ុន្មានជូហេងត្រូវបានប្រពន្ធជួយមកលើគ្រែថែមទាំងបិទក្រណាត់ចោលនៅលើភ្នែករបស់គាត់ទៀតផងចាំបានទេអ្វីដែលខ្ញុំបានប្រាប់អ្នកនៅផ្ទះយប់នេះខ្ញុំនឹងធ្វើជាមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដប៉ុន្តែអ្នកមិនត្រូវដោះវាចេញទេអ្វីត្រូវតែស្ដាប់ខ្ញុំហាមអ្នកបត់
អីនឹងរអិលត្រជាក់ម្លេះ